ជំរាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់ព្រឹត្តិការណ៍ព័ត៌មានកីឡាប្រចាំថ្ងៃនៅក្នុងព្រឹត្តិការណ៍ World Cup 2026 នៅក្នុងរាត្រីនេះនឹងមានការប្រកួតប្រជែងដណ្ដើមពិន្ទុនៅតាមពូនីមួយៗដែលឈានមកដល់វគ្គដ៏សំខាន់នេះហើយនៅទីមទីឲ្យក្រុមនីមួយៗធ្វើការប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយកជ័យជំនះជាដាច់ខាតជំនួបនៅក្នុងពូល E នឹងធ្វើឡើងនៅម៉ោង 3:00 នាទីទៀតភ្លឺដោយក្រុមជម្រើសជាតិកូរ៉ូកាវត្រូវប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមខ្លាំងមកពីតំបន់អាហ្វ្រិកគឺ Ivory Coast ទន្ទឹមនឹងនេះដែរក្រុមម្ចាស់ជើងឯក4សម័យកាលអាល្លឺម៉ង់ត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ការតតាំងពីក្រុមតំណាងអាមេរិកខាងត្បូង Equator ឈានចូលមកដល់ម៉ោង 6:00 នាទីព្រឹកគឺជាការប្រកួតកាត់សេចក្តីនៅក្នុងពូល F ក្រុមសាមរ៉ៃជប៉ុនត្រូវជួបសាកល្បងសមត្ថភាពជាមួយនឹងក្រុមអឺរ៉ុបខាងជើង Sweden ដែលជាការប្រកួតប្រជែងរវាងបច្ចេកទេសតំបន់អាស៊ីនិងទម្រង់លេងដ៏រឹងមាំរបស់អឺរ៉ុបដោយឡែកក្រុមជម្រើសជាតិទុយនីស៊ីនឹងត្រូវប្រកួតជាមួយនឹងក្រុមខ្លាំងហូឡង់ក្នុងគោលបំណងស្វែងរក3ពិន្ទុដ៏សំខាន់ការប្រកួតចុងក្រោយនឹងត្រូវបិទបញ្ចប់ទៅលើជំនួបនៅក្នុងពូល D នាវេលាម៉ោង 9:00 នាទីព្រឹកក្រុមជម្រើសជាតិប៉ារ៉ាហ្គាយត្រូវតទល់ជាមួយនឹងក្រុមដំរីទឹកអូស្ត្រាលីហើយការប្រកួតចុងក្រោយបង្អស់គឺក្រុមជម្រើសជាតិទូគីត្រូវប្រឈមមុខជាមួយនឹងក្រុមសហរដ្ឋអាមេរិកដែលជាជំនួបដ៏មានសារៈសំខាន់សម្រាប់ការកក់កៅអីឡើងទៅវគ្គបន្ទាប់ចុះសម្រាប់បងប្អូនវិញតើបងប្អូនគិតថាក្រុមណានឹងអាចគ្រប់គ្រងបាននៅលើវាលស្មៅនិងមានឱកាសមាសនៅក្នុងរាត្រីនេះLTNG Sport វិសាលភាពនៃកីឡា